នៅភាគខាងត្បូងនៃប្រទេសថៃវាជាគោលដៅរួមមួយដើម្បីស្វែងរកឯករាជ្យក្នុងការផ្ដាច់ទឹកដីរបស់ពួកអូទៀមភាគខាងត្បូងវាតែងតែធ្វើឲ្យមានការរំខានទ្រង់ទ្រាយធំដល់រដ្ឋាភិបាលថៃនៅក្នុងតំបន់ភាគខាងត្បូងហើយវាជាវិបត្តិនយោបាយដ៏ធំរបស់ថៃដែលបានអូសបន្លាយជាច្រើនទសវត្សរ៍មកហើយជាពិសេសនៅក្នុងឆ្នាំ2025នេះបញ្ហាគឺកាន់តែក្តៅឡើងនៅចុងខែមិថុនាឆ្នាំ2025ថ្មីនេះមានឧបករណ៍បំផ្ទុះជាច្រើនត្រូវបានគេដាក់នៅតំបន់ទេសចរណ៍នានាទូទាំងខេត្តភាគខាងត្បូងដែលរួមមានខេត្តភូកេត ក្រាប៊ី និង ផាង៉ាចំណែកឯនៅប៉ុន្មានខែមុននៅថ្ងៃទី8ដល់ទី9ខែមិនិនាឆ្នាំ2025នៅសាំងហ្គាយកូឡុកខេត្តណារ៉ាធីវ៉ាត់មានក្រុមបះបោរបានសម្រុកចូលទៅក្នុងបរិវេណសាលាស្រុកបើកការបាញ់ប្រហារនិងបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅជិតសាលាប្រជុំអ្នកស្ម័គ្រចិត្តការពារជនស៊ីវិល2នាក់បានស្លាប់និង13នាក់ទៀតបានរងរបួសរួមទាំងអ្នកស្ម័គ្រចិត្តមន្ត្រីនិងជនស៊ីវិលផងដែរគ្រាប់បែកបានបន្ថែមចំនួន2គ្រាប់បានផ្ទុះនៅជិតផ្លូវរថភ្លើងនិងផ្សារទំនើបមួយតែសំណាងល្អហេតុការណ៍នេះមិនធ្វើឲ្យមានមនុស្សបាត់បង់ជីវិតនោះទេនៅសៃបូរីខេត្តផាត់ធានីគ្រាប់បែកនៅតាមដងផ្លូវបានផ្ទុះឡើងសម្រាប់មន្ត្រីអនុរិយស្ម័គ្រចិត្តម្នាក់និងមន្ត្រីមូលដ្ឋាន2នាក់ការបំផ្ទុះគ្រាប់បែកមួយទៀតដែលពាក់ព័ន្ធទៅនឹងឧបករណ៍បំផ្ទុះនៅជិតម៉ូតូវាបណ្ដាលឲ្យមនុស្ស7នាក់រងរបួសនៅពាក់កណ្ដាលខែមករាឆ្នាំ2025នេះការវាយប្រហារជាបន្តបន្ទាប់នៅក្នុងខេត្តយ៉ាឡាក្នុងខែមេសាឆ្នាំ2025ក៏បានសម្លាប់មនុស្ស3នាក់ផងដែរដែលនៅក្នុងនោះគឺជាការវាយប្រហារប្រភេទតបព្រៃចំនួន2លើកឧបទ្ទវហេតុសោកនាដកម្មមួយនៅក្នុងខែមករាឆ្នាំ2025គឺនៅខេត្តណារ៉ាធីវ៉ាត់បានឃើញក្រុមទាហានល្បាតព្រំដែនឪពុកនិងកូនដែលបានបាញ់ប្រហារទៅលើផ្លូវ IED បណ្ដាលឲ្យពួកគេបាត់បង់ជីវិតទាំងពីរនាក់ការបះបោររហូតដល់បង្កើតទៅជាការវាយប្រហារនាំឲ្យមានសោកនាដកម្មទាំងអស់នេះគឺក្នុងគោលដៅផ្ដាច់ទឹកដីអំពីប្រទេសថៃដែលពួកគេបានជ្រើសរើសយកខេត្តចំនួន4នៅភាគខាងត្បូងបំផុតនៃប្រទេសថៃនោះគឺខេត្តប៉ាតានីយ៉ាឡាណារ៉ាធីវ៉ាត់និងផ្នែកខ្លះនៃសង្ខឡាហើយត្រូវបានគេស្គាល់ជាប្រវត្តិសាស្ត្រថាជារដ្ឋសូតង់ប៉ាតានីនៅមុនពេលការបញ្ចូលជាមួយនឹងសៀមក្រុមបះបោរជាច្រើននៅពេលឥឡូវនេះបានស្វែងរកស្វ័យភាពឬក៏ឯករាជ្យភាពទាំងស្រុងដោយខ្លួនឯងគេមានគោលបំណងផ្ដាច់ទឹកដីហើយដើម្បីបានឯករាជ្យដោយខ្លួនឯងហើយពួកគេបានដាក់ឈ្មោះរដ្ឋរបស់ពួកគេថាប៉ាតានីអាឌូហ្វម៉ាក្រីហ្វបានន័យថាដីនៃអំពើល្អនិងមានគោលបំណងអនុវត្តអភិបាលកិច្ចដែលមានមូលដ្ឋាននៅលើសារ៉េហ្វក្រុមឧទាមសំខាន់ដែលបានដឹកនាំពួកគេទី1គឺមានឈ្មោះថា Barisan Revolusi Nasionalដែលជាក្រុមដឹកនាំធំបំផុតនិងសកម្មបំផុតនៅជុំវិញការបះបោរចាប់តាំងពីឆ្នាំ2001ការរួមបញ្ចូលគ្នានៅជនជាតិម៉ាឡេជាមួយនឹងសាសនាអ៊ីស្លាមបែបសាឡាហ្វីគោលបំណងធ្វើឲ្យប្រទេសថៃភាគខាងត្បូងមិនអាចគ្រប់គ្រងបានដោយរដ្ឋាភិបាលថៃហើយទីបំផុតពួកគេនឹងបង្កើតរដ្ឋប៉ាថានីមួយបានឯករាជ្យដោយពេញលេញក្រុមឧទាមភេរវកម្មនេះគឺដំណើរការទៅដោយគ្រូបង្រៀនសាសនាដោយមានឋានៈដឹកនាំជាច្រើនហើយពួកគេក៏បានផ្សារភ្ជាប់ទៅនឹងពួកយោធាដែលអាចមានអំណាចវាយប្រហារភេរវកម្មបានទី2គឺអង្គការ Patani United Liberation Organization ពួកគេបានបង្កើតនៅក្នុងឆ្នាំ1968ជាមួយនឹងទស្សនវិស័យជាតិនិយមសាសនាអ៊ីស្លាមសម្រាប់ Patani Darus Maghribពួកគេជាក្រុមសកម្មយុទ្ធដែលធ្វើសកម្មភាពតូចសម្រាប់ការវាយប្រហារទៅលើសន្តិសុខថៃនិងហេដ្ឋារចនាសម្ព័ន្ធទី3គឺក្រុមឧទាម Jaragan Mujahidin Islam Patani ដែលបានលេចឡើងនៅក្នុងឆ្នាំ1995ដោយធ្វើការតស៊ូមតិសម្រាប់រដ្ឋអ៊ីស្លាមពួកគេគឺជាក្រុមដែលបដិញ្ញាចិត្តយ៉ាងមុតមមហើយត្រូវបានគេសង្ស័យថាមានទំនាក់ទំនងទៅនឹងមនោគមវិជ្ជាជីហាតអន្តរជាតិ
នៅក្នុងឆ្នាំ2004ក្រុមឧទាមបានបើកការវាយប្រហារដែលបង្ហាញអំពីអំពើហិង្សាជំលុះបណ្ដាលឲ្យមានមនុស្សស្លាប់ប្រមាណជា 7,000 នាក់និងរបួសរាប់ពាន់នាក់ទៀតផងនេះជាការវាយប្រហារទ្រង់ទ្រាយធំជាលើកដំបូងដែលពួកគេចាប់ផ្ដើមមានគំនិតក្នុងការបំបីរដ្ឋតាំងអំពីឆ្នាំ1785មកម្លេះហើយក្រុមដែលបានរៀបចំឡើងគឺកើតឡើងនៅក្នុងចុងទសវត្សរ៍ឆ្នាំ1960ពួកគេបានប្រើប្រាស់យុទ្ធសាស្ត្រក្នុងការធ្វើសង្គ្រាមបែបតព្រៃដោយសារតែការបំផ្ទុះរថយន្តការបាញ់ប្រហារតាមដងផ្លូវនិងការវាយឆ្មក់តាមភូមិដុតសាលារៀននិងការធ្វើឃាតតាមគោលដៅលើបុគ្គលិករដ្ឋនិងជនស៊ីវិលជាដើមពួកគេមានគោលបំណងគ្រប់គ្រងតំបន់ដែលអាជ្ញាធរថៃចុះខ្សោយឬក៏អវត្តមានហើយបានធ្វើឲ្យខូចអភិបាលកិច្ចនៅក្នុងតំបន់នោះដើម្បីលើកកម្ពស់ការគ្រប់គ្រងដោយការផ្ដាច់ខ្លួនរបស់ពួកគេបន្ទាប់អំពីការវាយប្រហារដែលមានទ្រង់ទ្រាយធំហើយបង្កឲ្យមានហានិភ័យខ្ពស់នោះកិច្ចពិភាក្សាសន្តិភាពក៏បានកើតមានឡើងនៅក្នុងឆ្នាំ2004និងដើមឆ្នាំ2005កិច្ចពិភាក្សាដែលបន្តនៅក្រោមក្របខ័ណ្ឌមួយសម្រាប់ការបញ្ចប់អំពើហិង្សានិងការវាយប្រហារដែលកិច្ចពិភាក្សានេះបានសម្របសម្រួលដោយម៉ាឡេស៊ីនិងអ្នកចរចាថៃរហូតមកដល់ឆ្នាំ2013គឺមានការចរចាសន្តិភាពមួយទៀតបានចាប់ផ្ដើមឡើងដែលសម្របសម្រួលដោយម៉ាឡេស៊ីប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបកពួកភាគច្រើនជាពិសេសក្រុមអ្នកយោធារបស់ពួកគេនៅតែមានមន្ទិលសង្ស័យលើការចរចាទាំងនោះពួកគេបានជឿថាពួកគេមិនអាចផ្ដាច់ទឹកដីបង្កើតឯករាជ្យដោយខ្លួនឯងតាមរយៈការចរចានេះបានទេអង្គភាពយោធារបស់ពួកគេក៏បានផ្អាកការពិភាក្សានៅពេលនោះហើយត្រឡប់ទៅរកអំពើហិង្សាសាជាថ្មីនៅពេលដែលពួកគេមានអារម្មណ៍ថាដំណើរការនេះត្រូវបានរារាំងគោលបំណងបង្កើតរដ្ឋឯករាជ្យរបស់ពួកគេចំពោះការបះបោរនៅភាគខាងត្បូងគឺមានគោលបំណងក្នុងការបង្កើតប្រជាជាតិប៉ាតានីឯករាជ្យដោយរួមបញ្ចូលគ្នាជាមួយនឹងជាតិនិយមជនជាតិម៉ាឡេជាមួយនឹងការបកស្រាយផ្សេងៗគ្នានៃពួកអ៊ីស្លាមក្រុមយោធាដែលមានលក្ខណៈលេចធ្លោរបស់ពួកគេហៅកាត់ថា BONC ដែលគ្រប់គ្រងទៅដោយពួក Paraguay ដែលមានមេដឹកនាំនៅភាគខាងត្បូងប្រទេសថៃនិងម៉ាឡេស៊ីការចរចាសន្តិភាពបានបន្តនៅក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ីប៉ុន្តែក្រុម Snow បានទប់ទល់នឹងការសម្របសម្រួលទាំងនោះដោយការតស៊ូជាមួយនឹងប្រដាប់អាវុធសាជាថ្មីចំពោះការវាយប្រហាររបស់ពួកអូទៀមក្នុងបំណងផ្ដាច់ទឹកដីបង្កើតជារដ្ឋឯករាជ្យរបស់ខ្លួននៅភាគខាងត្បូងប្រទេសថៃនេះបានធ្វើឲ្យប្រទេសថៃមានកង្វល់និងវាជាវិបត្តិធំមួយនៅក្នុងបញ្ហានយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ